សូមស្វាគមន៍បងប្អូនពុកម៉ែយាយតារាត្រីស្មើនេះផងដែរខ្ញុំមានរឿងរន្ធត់មួយដើម្បីយកមកនិទានជូនសន្តាប់មុននឹងចូលដល់សាច់រឿងយើងសូមបងប្អូនពុកម៉ែយាយតាទាំងអស់សូមជួយចុច Subscribe Like Share Follow Page និងចុចរូបកណ្ដឹងផងសម្រាប់បានស្ដាប់មុនគេពេល Admin ផុសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរត់របស់ខ្មែរយើងកាលពីជំនាន់ដើមមួយរឿងទៀតលោកយកមកធ្វើការបកស្រាយជួយអ្នកទាំងអស់គ្នាសន្តាប់ដោយសាររឿងមួយនេះគឺនិយាយអំពីការយកសំណែងទៅសែនឲ្យខ្មោចនៅទីបញ្ចុះមូលហេតុដែលគេយកសំណែងនេះទៅសែងឲ្យវាទាំងយប់គឺដោយសារតែខ្មោចនោះគឺវាបានមកអុកលុកក្រុមគ្រួសារឬក៏សាច់បងប្អូនរបស់វាដែលជាហេតុធ្វើឲ្យពួកគេនឹងត្រូវបងចិត្តធ្វើទៅតាមអ្វីដែលវាចង់បានគឺជាសំណែនដូចជាមន់ស្ងោរក៏នំចំណីមួយចំនួនដែលវាត្រូវការដូចជាមិនយករបស់ទាំងអស់នោះសែននេះវានោះទេនោះវានឹងធ្វើបាបក្រុមគ្រួសារនោះរហូតដល់តែធ្លាក់ខ្លួនឈឺគឺស្លាប់តែម្ដងអញ្ចឹងហើយបានជាអ្នកដែលត្រូវបានវិញ្ញាណខ្មោចនោះចូលមកទាមទារនៅសំណែនទាំងអស់នឹងគឺត្រូវតែធ្វើតាមវិជាពិសេសសំណែនដែលយកទៅសែននោះគឺត្រូវតែសែននៅពេលយប់ថែមទៀតមិនអាចយកទៅសែននៅពេលថ្ងៃឬក៏ពេលមេឃភ្លឺបនោះទេអ្នកទាំងអស់គ្នាបានដឹងថាសំណែននៅពេលដែលយើងយកទៅសេនៅពេលនេះជាច្រើនសម្លឹងមើលមកកាន់គេនៅពេលដែលគេដើរចូលទៅដល់ទីបញ្ចុះភ្នោះដូច្នេះដើម្បីចង់ដឹងថាតើអ្នកដែលយកសំណែនទៅសែនឲ្យខ្មោចនៅពេលយប់នៅទីបញ្ចប់ត្រូវបានជួបជាមួយនឹងហេតុការណ៍ដ៏គួរឲ្យភ័យធម៌អ្វីខ្លះសូមចូលទៅសន្តាប់នៃការបកស្រាយនេះសេរឿងរបស់ខ្ញុំទាំងអស់គ្នាសាច់រឿងមួយនេះត្រូវបានកើតដូចជាចាស់នោះទេបែរមកវត្តចាស់វិញដោយសារតែលិចទឹកកាន់ពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យព្រះចាតិកាបោះបង់វត្តនឹងចោលឲ្យរយៈពេល5 ឆ្នាំទៅហើយដែលជាហេតុធ្វើឲ្យវត្តឬក៏វិហារនឹងគឺត្រូវបានពុកផុយទោះបីជាទឹកស្រុកយ៉ាងណាក៏ដោយក៏ទីនោះគ្មានអ្នកហ៊ានចូលទៅដែរដោយសារតែនៅទីនោះគឺសម្បូរទៅដោយកន្លែងបញ្ចុះនៅខាងក្រោយវត្តច្រើនពេកហើយមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបានល្បីគ្នាថាវត្តចាស់នោះគឺពោពេញទៅដោយវិញ្ញាណខ្មោចជាច្រើនវាបានចូលទៅរស់នៅក្នុងគុរកវិហារដែលត្រូវបានគេទុកចោលនោះឯងអញ្ចឹងហើយបានជាប្រជាជនមិនមានអាណាគេម្នាក់ហ៊ានចូលទៅវត្តនោះទៀតនោះទេប៉ុន្តែក៏នៅតែមានទីបញ្ចុះសពជាច្រើននៅទីនោះអ្នកភូមិមួយចំនួនគឺបានទៅធ្វើការសែនព្រាននៅមុខរបស់សាច់ញាតិរាល់ពេលទៅសែនភ្នែកម្ដងអ្នកភូមិខ្លះមិនហ៊ានទៅដោយខ្លួនឯងនោះទេព្រោះតែអ្នកណាគេក៏ដឹងដែរថានៅក្នុងវត្តចាស់នោះគឺមានវិញ្ញាណខ្មោចច្រើនចាំលើងបន្លាចអ្នកដែលទៅកាន់ទីនោះអញ្ចឹងហើយបានជាគេសុកចិត្តប្រើលោកតាចារ្យម្នាក់ឬក៏គេហៅថាពឹងពាក់នឹងឲ្យគាត់យកសំណែនទៅសែនជំនួសពួកគេអ្នកដែលចង់ទៅសែនភ្នោះនឹងគឺបើសិនជាមិនហ៊ានទៅដោយខ្លួនឯងនោះទេគឺតែងតែពឹងពាក់លោកតាអាចឲ្យគាត់ទៅជំនួសហើយលោកតាអាចគាត់ក៏ទៅសែនជំនួសដោយមិនត្រឹមតែមិនខ្លាចនោះទេសូម្បីតែពួកខ្មោចទាំងអស់នឹងរាល់ពេលដែលលោកតាចាធីធ្វើដំណើរចូលទៅក្នុងវត្តចាស់ដើម្បីយកសំណែនទៅសែនលើភ្នាមួយនឹងព្រោះខ្មោចទាំងអស់នឹងវាមិនហ៊ានធ្វើអ្វីគាត់ឡើយព្រោះអីវិញ្ញាណខ្មោចទាំងអស់នោះបានដឹងថាលោកតាអាជីនឹងគឺមាននៅបាលីអាគមជាប់ខ្លួនដើម្បីការពារខ្លួនរបស់គាត់បើសិនជាពួកវាចេះតែចូលមកលងបន្លាចគាត់ប្រែផ្ដាស់ច្បាស់ជាគាត់យកខ្សែដេររបស់គាត់មកវត្តទៅលើពួកគេជាមិនខានអញ្ចឹងទាំងអស់នោះគឺមិនដែលហ៊ានធ្វើអ្វីឬក៏បង្ហាញខ្លួនឲ្យលោកតាចាធីបានឃើញនោះទេប៉ុន្តែនៅថ្ងៃមួយដោយសារតែលោកតាចាធីគាត់មិនសូវជាស្រួលខ្លួនហើយក៏ស្រាប់តែមានគ្រួសារមួយនឹងវិញ្ញាណខ្មោចសាច់ញាតិបងប្អូនរបស់គេនឹងមកកាច់ដើម្បីឲ្យគេយកមន់ងោជាមួយនឹងធូបទៀននិងនំចំណីមួយជូនមុនទៀតទៅសែនទៅលើភ្នឹងថានៅពេលដែលគេនៅរស់គេខិតខំប្រឹងប្រែងរកស៊ីផ្គត់ផ្គង់គ្រួសារមួយនេះហើយគ្រួសារមួយនេះក៏ធូរធារដោយសារតែគេដែរប៉ុន្តែនៅពេលដែលគេស្លាប់ទៅបែរជាអ្នកផ្ទះរបស់គេសញ្ញារបស់គេនឹងបំភ្លេចគេចោលសូនឈឹងតែម្ដងមិនបានដាក់សំណែងឲ្យគេតតែសោះដែលជាហេតុធ្វើឲ្យគិនគឺคล้ายទៅជាវិញ្ញាណស្រែកឃ្លានអញ្ចឹងហើយបានជាគេចង់គំនុំមកកាច់ក្រុមគ្រួសាររបស់ខ្លួនឯងប៉ុន្តែនៅក្នុងគោលបំណងដែលចូលមកកាច់នេះគេគ្រាន់តែចង់បានសំណែងពីក្រុមគ្រួសាររបស់គេតែប៉ុណ្ណោះបើសិនជាសែនទៅតាមអ្វីដែលគេចង់បាននោះគេនឹងចាក់ចេញនឹងមិនមុខធ្វើបាបទៀតនោះទេមិនត្រឹមតែប៉ុណ្ណោះថែមទាំងជួយឲ្យរកស៊ីកាន់តែមានបានថែមទៀតផងដោយសារតែគ្មានជំរឿសាច់ញាតិគឺមានតែធ្វើទៅតាមអ្វីដែលវិញ្ញាចង់បានតែប៉ុណ្ណោះដូច្នេះគេក៏ចាប់ផ្ដើមរៀបចំរបស់សំណែនមួយចំនួនដូចជាមានមុនស្ងោរនំចំណីឬក៏ធូបទៀនមួយចំនួនទៀតទៅតាមអ្វីដែលគេចង់បានប៉ុន្តែត្រង់ថាការដែលយកសំណែនទៅសែនគឺមិនត្រូវយកទៅពេលថ្ងៃឡើយព្រោះអីនៅពេលថ្ងៃវិញ្ញាខ្មោចវាមិនហ៊ានចេញមកស៊ីសំណែននោះទេបើសិនជាយកទៅទុកចោលច្បាស់ជាត្រូវបានសត្វឆ្កែក៏សត្វព្រៃជាពិសេសសត្វស្មោចអីនឹងច្បាស់ជាឡើងទៅស៊ីច្បាស់ជាឡើងទៅស៊ីខ្ទេចជាមិនខានអញ្ចឹងគឺត្រូវតែយកទៅពេលយប់កាន់តែយប់ជ្រៅគឺកាន់តែល្អហេតុនេះហើយដែលជាហេតុធ្វើឲ្យក្រុមគ្រួសារសាច់ញាតិនឹងគឺមិនហ៊ានយកទៅដោយខ្លួនឯងឡើយបើសិនជាគេយកទៅសែនត្រឹមតែភ្នូរបស់សាច់ញាតិគេនោះវាមិនអីនោះទេប៉ុន្តែភ្នូសាច់ញាតិនឹងគឺបានបញ្ចុះជាមួយនឹងសាកសពជាច្រើនរយពាន់អ្នកទៀតនៅខាងក្រោយវត្តព្រោះតែតាំងពីបញ្ចុះមកគឺវាច្រើនឆ្នាំមកហើយអញ្ចឹងច្បាស់ជាមានសាកសពនោះទេដែលត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពចំណែកសពមួយចំនួននឹងក៏ត្រូវបានគេបូជាប៉ុន្តែមានការនៃខ្លះសាកសពគឺមិនអាចធ្វើការបូជាឡើយគឺមានតែបញ្ចុះតែប៉ុណ្
Nó hành chân hai ban chỉ miên chùm nuôn xạ sập tràn trơ ban bẩn cho nẻ kháng còi. Còi vọt bẩn tai bẩn to pi vọt nút cứ trơ ban kê bó bong trao xạ sập rư có vì nhai tiếng nút miên nẻ cục krong tiết nút tê hành chân vi có chập đam chênh một lông bẩn laiแต่mà dong nẻ khla nơ pê để thưa đầm nã cặp đông vọt mùi nâng nơ pê dục srapแต่khơi miên mà nút chỉ tràn ỏng côi nơ lợp niên khuôn rồi bỏ phụ. Bánh chân hai ban chỉ nẻ phum cứ mình hiên thưa đầm nã chlong cắt tì ní nơ pê dục lòi đột. Ní sầm nang để sạch nhiệt trong dục một sen ở nẹ để ban slap từ nâng cứ miên tại băng pê từ lờ lộc à cha ở tại bẩn nó hai lộc à cha ở quát tay tại thưa cách ca nghi mùi ní chùm nu nẹ phum nẹ srok rồi bỏ quát bẩn tai đòi xa tại lộc à cha ở quát miên vây riêng chùm nà từ hai đại quát mùi ngay cắt mùi ngay cò ngay khla chữ rồi bỏ quát mà nẹ để miên chmu tha à veng nâng cứ miên cầm pu khlang men tên pu chiên khmên thò mà đa nơi khung phum từ tiết ảnh chân hai ban chỉ kê đã chmu ở vìแบบní hai à veng cứ chỉ mật phe đòi chếtนึกมันเนี่ยระบอบนิทอได้จีเขมรกมปรีปรุแต่นิทอยังคือเกจีเนี่ยสนะในขนมวัดจำในอาเวงคือจีเจอปรระบอบโลกตาทีหายดอยซาแต่โลกตาทีกวดคือจีอาจวัดอันจังหายบ้านจีนิเวงแต่งแต่โจเตอขนมวัดสเตอร์แต่จีเรียงรอดไงระโหดคลายเตอจีมันเพะจิตสนัดระบอบนิทอแต่มาดองhai đời xa tại lực ní lục taระบอบเกนังมันสู้คลูนพรมเตียงกอดบ้านตัวตัวเนอปีสมเดย์ระบอบเกธานังยกสำนันเตอออยสัญญาระบอบเกเนยบนี้บนใต้แจดเอเนอเปลงีกอดใบจีกากชองเงิดมุกสเตอร์แต่หนังดูอันจังhaiบ้านจีกอดมันอาจเตอบ้านนุเตโดชเนคือกอดมีนแต่ปราณิเวงได้จีเจ้าโปรขนมไพรได้เตอบ้านเกบอบองเจ้านุคือมีนวิญญาณขมอยอันจังบาเซนจีเกเตอมันเนี่ยไอตู้ใบจีไว้เกสลับก็เกมันพรมเตอได้บนใต้อย่างนาก็เกเนอแต่เรกรู้แต่เกคลายโลกตาระบอกเกปรู้แต่ตัดที่กอดไกลคลังนะบาเซนจีกอดปรามันเตจบ้าจีมีนเรื่องกอดจีมันคานไฮนามวยกอดตัวเปียเกไฮบาเซนจีกอดมันพรมเทอเกกาเงียมวยนี้เอาบ้านสำหรับนุเตวิญญาณขมอยนุชบ้าจีตะกัดหนึ่งโรคเรื่องไส้ระบอกครูนไอจีมันคานบ้านอันจังไฮกอดเตอแต่เทอกาเงียมวยนี้เอาบ้านสำหรับไฮนี้เนเปได้กอดปลาใจระบอกกอดมันพรมเตกอดก่อนนึกเคยทาบาเซนจีไอเตอมันเนี่ยไอคลายไอไอเตอจีมวยยังนีทอบานปรุไอเมอร์เตอนีทอเกประหายจีไอเจเนบาลีมวยจำนวนปีโลกตาปรุไอเกบานดาตามโลกตาจิจรันชนำหมกหายกอดมันชื่อทาโลกตามันบังเรียนบาลีกรอนแต่กาปีคลูนดอกเกนูเตโดชเนไอกู้แต่เตโรเกนังปรับทาเอาจุยเทอกาเงียมวยนิกอดหนังปดอหมกประมวยจำนวนสำหรับปูเกแต่งปีเนเนเปได้ตลอดหมกเว้งกรอนแต่ตกตามคลูนดำใบหนังใจวีพองปรุไอกาปีจำนวนนุขเมนปีบะเนขนงการกประคลังนะเนเปได้โลกตาเอาประกู้สำได้สำหรับปูเกแต่งปีเนนิเยเตอปูเกอาใจบ้านระโหดดอเตอดับไงนอกสำหรับประได้โลกตาบ้านเอานุโดยชเนนิเวงก็สำหรับจัดทานังเตอรกนีทอเอาเตอจิมวยนังคณีนังใจประนุจิปีจำไหนแต้มดองให้นามวยดอยซาแต่เกทลบดามจีมวยหนึ่งโลกตาระบอกเกจิจรานเลือกซาไฮเตอร์โบจีซับออยเนี่ยพุ่มโดยชเนเกก็มันเซอร์จีคลายปนมานได้บาเซนจีมินคณีเกคลายลูกตราแต่เกเตอร์แต่มันเนี่ยไอแต่ปนนอโดยชเนนิวประยับเฟื่อดำนาโจเตอร์ขนงวัดดำใบเตอร์บัวนีทอลออยเตอร์จีมวยหนึ่งคณีได้เนอดนตรีเนเป้ได้บ้านจุบจีมวยหนึ่งทอไฮเกก็บ้านนิเยปรับตามดำนาเรื่องแต่งออกปนใต้บนโต๊ะปีนิเยปรับเตอร์กันนิทอไฮเมอร์เตอร์นิทอเกโดยจีมันโยปรมนุเตปรุแต่กายยกสำนักเตอร์แซนนุคือจีเปยบเมาคือจีเปยุบมองปรามใบมองปรามบุญยุบอันจังคือเกมันเฮียนเตนุเตตู้ใบจีทลบดาวตามโลกตาเนเปยุบระโหดดาวมองปรามปีหรือก่อดอยปนตายนี้คือเกเตอแต่ปีเนี่ยนี้เวงได้มันเจไอโดยคณีหายแทมเตียงได้เตอเตนุคือจีกนายบรรจบซับจ้าแทมตีดโดยชเนเกบานปฏิเสธทื่อมันจ้องเตอจีดัดขาดปรุแต่บาเซนจีเตอหายอาจหนึ่งเตอบ้านขมอยลงโดยจีไว้ได้เนี่ยพุ่มบ้านนิเยคณีอันจังหายนี้หายบ้านจีเกปฏิเสธมันพรมเตอจีมวยหนึ่งเวงลอยจำไหนไอนี้เวงบาเซนจีอ่อยเกเตอแต่มันเนี่ยไอเกก็มันอาจเตอบ้านได้อันจังเก็บชียิมโรวิธีซาแต่งออทเวอร์อย่างนาอ่อยแต่อาจโอนีทออ่อยเตอจีมวยหนึ่งนี่บ้านเกแทมแต่งบ้านนิเยทาประได้โลกตาการระบอกเกบานอ่อยทลายชนุนุคือเกซกจัดใจจีปีจำไหนอ่อยเตอกันพอมวยจำไหนไอเกมวยใจโดยชเนไอกู้แต่เกิดเมื่ออ่อยฉบับเตอกรอนแต่กำดอเยืองแต่มวยเพลทแต่ปนนอนุไอนั่งตัวบานประนิอย่างนี้สรูลไออาจยกประนิเตอเต็งเอาไว้แต่ไอจังบ้านมันจำบัดปีบะสันซอมอยู่หลายปอมีนระบอกจิตรานังคือเกจังบ้านจีปีเซส้มบ่มเปียทำไมแต่มาดองเกนังมันยกประนิเตอเต็งจำในอาหารซอมรอเป้ดับไงนูเตปตุยเตวิงเกนังยกประนิเตติ้งสำลีบ่มเปียทำไมตุกกรอนแต่เป้ได้มีนกำวิธีเตนามดองเกนังอาจแต่งคลูนบานสะอาดบานนังเกปนแต่ตัวตรองท่ากันไลน์ได้ในเวงบัวเตนุคือจีกันไลน์ได้เนี่ยพุ่มระเบยทามีนขมอยลองบาเซนจีเกเตอหายเตอบ้านขมอยเลิงเกเหมือนดังทากูดอสไรดอยระเบียบนาลอยตุกเบยจีเหมือนเซลคลายขมอยก่อดอยปนแต่เนเป้ได้ประโชมุกจีมวยนังกันไลน์เหมือนจ่อ
នីថុលហាក់ដូចជាមានចិត្តអីចង់ទៅអញ្ចឹងនាវែងក៏បានបញ្ចុះបញ្ចូលបុណ្យបន្ថែមទៀតមិនត្រឹមតែប៉ុណ្ណោះគេថែមតែបានអូសដៃទៅតែម្ដងព្រោះតែដឹងថាបើសិនជាគេបង្ខំបន្តិចនោះថនឹងទៅជាមិនខានព្រោះតែពេលនេះគេកំពុងតែស្ទាក់ស្ទើរស្រាប់ផងហើយអ្វីគ្រប់យ៉ាងគឺពិតជាដូចអ្វីដែលនីវែងគិតពិតមែននៅពេលដែលនាវទៀងដៃទៅនីថយល់ព្រមទៅជាមួយទោះបីជាពេលនេះគេហាក់ដូចជារៀងស្ទាក់ស្ទើរក៏ដោយប៉ុន្តែគេក៏នៅតែមិនអាចដាច់ចិត្តចោលប្រាក់ដែលអាចទិញបានស្លៀកបំពាក់ថ្មីមួយឈុតនិងស្បែកជើងមួយគូដូច្នេះគឺមានតែប្រថុយមួយក្តារតែប៉ុណ្ណោះព្រោះគេគិតថាទៅពីរនាក់អញ្ចឹងប្រហែលជាមិនមានរឿងអ្វីកើតឡើងនោះទេទោះបីមានរឿងអ្វីកើតដោយក៏ពួកគេអាចជួយគ្នាបានដែរដូច្នេះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមនាំគ្នាធ្វើដំណើរទៅកាន់វត្តចាស់ដែលត្រូវបានគេបោះបង់ចោលនោះដោយក្នុងដៃរបស់នាងវែងកាន់នៅរបស់សំណែនមួយថាដែលលោកតាធីគាត់បានក៏លោតដែរហេតុនេះហ่ะវើពួកគេរៀងមានចិត្តស្កប់ចិត្តបន្តិចមិនខ្លាចថានៅពេលដែលធ្វើដំណើរតាមផ្លូវឬក៏ទៅដល់កន្លែងនោះចង្គៀងរលត់ពួកគេច្បាស់ជាវិបាកជាមិនខានដូច្នេះពួកគេទាំងពីរនាក់ចាប់ផ្ដើមនាំគ្នាធ្វើដំណើរចាក់ចេញពីភូមិទៅសំដៅទៅកាន់ទីបញ្ចុះសពចាស់មួយកន្លែងនឹងដោយពួកគេត្រូវធ្វើដំណើរចំ500ម៉ែត្រឯណោះទម្រាំតែទៅដល់ហើយពេលវេលាពេលនេះគឺជាពេលវេលាម៉ោង8យប់ល្មមនៅពេលដែលធ្វើដំណើរតាមផ្លូវបណ្ដាតើពួកគេទាំងពីរនេះចូលជែកគ្នាលេងបណ្ដាគឺដើម្បីបំបត្តិការអបសុខផងនិងបំបត្តិភាពភ័យខ្លាចផងនិយាយគ្នាយូរទៅភ្លេចខ្លួនពួកគេច្បាស់ជាធ្វើដំណើរទៅដល់ទីនោះបានតបពីជែកគ្នាបណ្ដានឹងដើរបណ្ដាបានមួយសន្ទុះក្រោយមកភ្លេចខ្លួនពិតជាធ្វើដំណើរទៅដល់វត្តនោះពិតមែនដៃវត្តនោះគឺមានគលងទ្វារត្រឹមត្រូវប៉ុន្តែខ្លងទ្វារមើលទៅដូចជាពុកភុយត្រូវបានបាក់ធ្លាក់ចុះអស់មួយចំនួនបាត់ទៅហើយប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលពួកគេឈរចំមុខខ្លងទ្វារវត្តមួយនឹងចូលទៅក្នុងវត្តសភាពហាក់ដូចជាគួរឲ្យខ្លាចមើលទៅមិនទំនងចូលតតែសោះព្រោះតែមានតែដែលដំបងឡើយរឿងក្លាហានប៉ុនតែនៅពេលដែលបានមកជួបជាមួយនឹងបរិយាកាសនិងហេតុការណ៍នទីតាំងផ្ទាល់បែបនេះពួកគេទាំងពីរនាក់បានសម្លឹងមើលមុខគ្នាទៅវិញទៅមកដោយក្នុងចិត្តនឹងគឺគិតឬខ្លួនថាគួរតែចូលឬក៏ត្រឡប់ទៅវិញព្រោះអីមើលទៅបរិយាកាសដូចជាមិនទំនងតតែសោះបរិយាកាសបែបនេះគឺគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែយ៉ាងការងាររបស់យើងឲ្យបានលួចស្រេចដែរដោយសារតែពួកយើងធ្វើដំណើររៀងឆ្ងាយដែរនឹងហត់អស់កម្លាំងទៀតមិនគួរត្រឡប់ទៅវិញដោយទីបែបនេះនោះទេហើយណាមួយបើសិនជាត្រឡប់ទៅវិញដោយទេអញ្ចឹងច្បាស់ជាត្រូវមាត់របស់លោកតារបស់គេជាមិនខានអញ្ចឹងទោះបីជាយ៉ាងណាក៏ត្រូវតែចូលទៅខាងក្នុងយកសំណែងទៅដាក់កន្លែងដែលលោកតារបស់គេមុនពេលដែលគេធ្វើដំណើរចូលមកដល់ទីនេះចំណែកឯនេះវិញនៅពេលដែលបានរនាវេនិយាយអញ្ចឹងចិត្តរារីរបស់គេអំបាច់មិញក៏ហាក់ដូចជារកសាយបាត់ទៅវិញភាពក្លាហានក៏បានត្រឡប់ចូលមកក្នុងខ្លួនរបស់គេពេលពីពេលនោះពួកគេទាំងពីរនាក់បានដកដង្ហើមធំមុនពេលដែលធ្វើដំទនោះនីថលហាក់ដូចជាមានអារម្មណ៍រារែកជើងរបស់គេចាប់ផ្ដើមញ័រចំណែកឯងនេះវិញគឺបានឈានជាងដែរទៅមុខនេះថលបន្ទាប់មកវែងបានឈប់នឹងនិយាយថាឯងឆាប់ដើរឲ្យទាន់យើងមកនឹងដើរទន្ទឹមគ្នាកុំមកដើរពីក្រោយខ្នងរបស់យើងអញ្ចឹងអីនៅពេលដែលបានរឿនវែងនិយាយអញ្ចឹងនីថលគេប្រញាប់ឈានជើងដើម្បីដើរមកទន្ទឹមគ្នានៅពេលដែលពួកគេទាំងពីរអ្នកស្មើគ្នាហើយពួកគេបានទៅមុខទៀតហើយទីបញ្ចុះសពដែរក្រោយវត្តទើបអាចយករបស់សំណែននេះទៅដាក់នៅមុខនោះដែលលោកតាធីគាត់ប្រាប់ទៅកាន់នីវែងដែលគាត់បានបញ្ជាក់យ៉ាងច្បាស់ថាកុំឲ្យច្រឡំភ្នោះនៅខាងស្ដាំដៃរាប់ពីទី5ទៅនោះគឺជាភ្នហើយគេក៏មានឆ្លាក់ឈ្មោះដើម្បីធ្វើការសម្គាល់ផងដែរដូច្នេះគាត់សង្ឃឹមថានេះវិញនឹងមិនច្រឡំនោះទេបើសិនជាសែនច្រឡំភ្នោះជាវិញ្ញាណនោះទៅរករឿងគ្រួសារគេទៀតជាមិនខានអញ្ចឹងហើយបានជាគាត់បញ្ជាក់ម្ដងហើយមកទៀតដើម្បីកុំឲ្យចៅប្រុសរបស់គាត់នឹងមានការភ័ន្តច្រឡំឲ្យសោះហើយនាងវែងជាមួយនឹងន័យថវិញពួកគេទាំងពីរនាក់កំពុងតែមានអារម្មណ៍ដូចជាមិនសូវស្រួលសុខនៅភ្នែករបស់ពួកគេហាក់ដូចជាបានឃើញថាមានភ្នែកជាច្រើនកំពុងតែសំលឹងមើលមកកាន់ពួកគេទាំងពីរនាក់ប៉ុន្តែនៅពេលដែលងាកមើលទៅចំបែជាមិនបានឃើញអ្វីទាំងអស់ផ្ទុយទៅវិញនៅពេលដែលងាកមុខបែរមកត្រង់វិញស្រាប់តែឃើញដូចជារោគរាងរបស់មនុស្សកំពុងតែឈរជាច្រើនអំនៅសងខាងរៀងឆ្ងាយបន្តិចអ្នកខ្លះនៅរបងវត្តឯអ្នកខ្លះទៀតនៅក្បែរដើមឈើកំពុងតែសម្លឹងមើលមកកាន់ពួកគេដោយសារតែមានអារម្មណ៍បែបនេះថលបានកេះនឹងសួរទៅកាន់នីវែងស្ងាត់ស្តាឯងមានអារម្មណ៍ដូចយើងឬក៏អត់វ័យចំណែកឯងនេះវែងនៅពេលដែលបានឮឃ្លាអញ្ចឹងគេក៏មានអារម្មណ៍ដូចគ្នាដែរដូច្នេះគេយល់ថានៅពេលនេះប្រហែលជាគេចង់និយាយពីអ្វីហើយដូច្នេះគេក៏បានឆ្លើយតាមត្រង់ថាយើងមានអារម្មណ៍ដូចឯងដែរនឹងចេះតែមានអារម្មណ៍ថាដូចជាមានគេកំពុងតែឈរសម្លឹងមើលមកកាន់យើងប៉ុន្តែនៅពេលដែលងាកទៅដូចជាមិនបានឃើញអ្វីនោះទេក្រៅតែពីភាពកងឹតឈឹងតែប៉ុណ្ណោះយើងហាក់ដូចជាមានអារម្មណ៍មិនសូវស្រួលតតែសោះដូច្នេះប្រញាប់ស្រូតដំណើរទៅនឹងឆាត់ទៅដល់នឹងប្រញាប់ចេញមកវិញផងពួកគេទាំងពីរនាក់បាននាំភាពនេះប៉ុន្តែភ្លាមនោះពួកគេមានអារម្មណ៍ថាដូចជាមានមនុស្សបានធ្វើដំណើរពីក្រោយខ្នងរបស់ពួកគេគឺសម្រាប់ជើងបានឬយ៉ាងច្បាស់
ហើយសម្រាប់ជើងនោះគឺនៅពេលដែលពួកគេនឹងឈានជើងដើរទៅមុខម្ដងបន្តិចប៉ុន្តែនៅពេលដែលពួកគេទាំងពីរនាក់ឈប់សម្រាប់ជើងនោះក៏មិនបានឬដែរហើយនៅពេលដែលពួកគេធ្វើដំណើរបន្តទៀតសម្រាប់ជើងនោះគឺនៅតែដែរដោយមិនអស់ចិត្តពួកគេទាំងពីរនាក់ព្យាយាមធ្វើដំណើរដោយស្ងប់ស្ងាត់មិនឲ្យលើសទេចង់ដឹងថាតើសំឡេងដែលបានឮចេញពីជើងរបស់ពួកគេទាំងពីរនាក់ឬក៏ចេញពីអ្នកដែលនៅខាងក្រោយនៅពេលដែលទាំងពីរនាក់នេះព្យាយាមធ្វើដំណើរដោយធ្នំជាទីបំផុតមិនឲ្យសូម្បីតែសម្រាប់ជើងរបស់ខ្លួនឯងស្រាប់តែពួកគេនៅតែសម្រាប់ជើងនៅពីខាងក្រោយខ្នងរបស់គេដែរដូចនេះបញ្ជាក់ឲ្យឃើញថាអញ្ចឹងគឺមានមនុស្សដើរនៅពីក្រោយខ្នងរបស់ពួកគេដល់តែពេលអញ្ចឹងស្រាប់តែនីថុលហើយនាងនាវែងចាប់ផ្ដើមព្រឺសម្បូរខ្ញាក់លើកនេះពួកគេព្រឺសម្បូរទាំងពីរនាក់តែម្ដងភ្លាមនោះដោយសារតែខ្លាចថានីថុលរត់ចោលខ្លួននាវែងបានយកដៃខាងស្ដាំរបស់គេខាងនឹងមកកាន់ដៃនីថុលក្មួយប្រាប់គេប៉ុន្តែការពិតនីវែងគ្រាន់តែកាន់ដៃការពារកុំឲ្យគេរត់ចោលខ្លួនតែប៉ុណ្ណោះនៅពេលដែលនីវែងលោកទៅកាន់ដៃរបស់នីថុលជាប់ហើយពួកគេទាំងពីរនាក់ហាក់ដូចជាមានចិត្តដូចគ្នាបាននាំគ្នាក្រឡេកមើលទៅក្រោយខ្នងរបស់ពួកគេដោយសន្សឹមប៉ុន្តែនៅពេលដែលងាកទៅដល់ស្រាប់តែបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញគឺមានតែភាពងឹតនិងស្រមោលរបស់ដើមឈើស្ទង់ខ្លងទ្វារស្ទង់តែប៉ុណ្ណោះដូចជាមិនមានឃើញមនុស្សឬក៏ជាសត្វអ្វីនៅពីក្រោយខ្នងរបស់ពួកគេនោះទេដល់តែពេលឃើញសភាពស្ងប់ស្ងាត់អញ្ចឹងពួកគេទាំងពីរនាក់បានបែរមុខត្រឡប់មកវិញព្រមទាំងបានសម្លឹងមើលមុខគ្នាទៅវិញទៅមកចំណែកនេះវិញបានលាបទឹកមាត់ក្អឹកព្រោះតែគេចាប់ផ្ដើមដឹងនៅក្នុងចិត្តថាមើលទៅសម្លេងសម្រាប់ជើងអំបញ្ញមិនច្បាស់ខ្មោចនៅទីនេះចង់ឡងបានលិចពួកគេហើយសំបីតែនីថដែលមិនបានមាត់ក៏សោះគេក៏ហាក់ដូចជាមានអារម្មណ៍គិតដូចជានេះវែងដែរប៉ុន្តែគ្រាន់តែពេលនេះពួកគេមិនអាចនិយាយអ្វីបានតែប៉ុណ្ណោះក្រៅតែពីកាន់ដៃគ្នាឡើងរឹងនាងនាំគ្នាបន្តដំណើរទៅមុខទៀតដោយវែងជាអ្នកផ្ដើមសម្ដីថាតោះយើងឆាប់ដើរទៅមុខទៀតទៅគុំចំណាយពេលនៅទីនេះយូរពេកបន្ទាប់ពីបានស្ដាប់សម្ដីរបស់នាងវែងហើយពួកគេទាំងពីរនាក់គឺពិតជាបាននាំគ្នាបន្តដំណើរទៅមុខទៀតពិតមែនប៉ុន្តែនឹងកំពុងតែបំភ្លឺនៅតាមផ្លូវភ្លាមនោះផងដែរនៅពេលដែលកំពុងតែធ្វើដំណើរនឹងវែងបានស្ដីឲ្យថលថាយីចុះយ៉ាងម៉េចឯងវាបានជាដៃឯងញ័រខ្លាំងម្លេះដល់តែពេលដៃរបស់ឯងញ័រខ្លាំងអញ្ចឹងចង់គៀងវាក៏ញ័រតាមនឹងដែរដែលជាហេតុធ្វើឲ្យយើងនឹងមើលទៅកាន់ភ្លើងនេះវិញ្ញាណចង់វិលមុខទៅហើយយើងសុំឲ្យឯងនឹងកាន់ចង្គៀងឲ្យបន្តិចទៅបើមិនអត់ចាប់អារម្មណ៍ហើយណាមួយដោយសារតែគេកំពុងតែភ័យខ្លាចទើបមិនអាចទប់អារម្មណ៍របស់ខ្លួនឯងបានភ្លាមបន្ទាប់ពីបានឮសំឡេងរបស់នីវែនបែបនេះគេក៏ព្យាយាមតាំងស្មារតីរបស់គេឡើងមកវិញបន្ទាប់មកគេបានកាន់ចង្គៀងឲ្យនឹងដើម្បីកុំឲ្យពន្ធភ្លើនៃចង្គៀងនោះញីងដែលជាហេតុធ្វើឲ្យពួកគេទាំងពីរនាក់ពិបាកនៅក្នុងការមើលផ្លូវនៅពេលដែលមិនបានឃើញអ្វីចម្លែកនៅពីក្រោយខ្នងអ្នកទាំងពីរបាននាំគ្នាធ្វើដំណើរបន្តទៅទៀតប៉ុន្តែមិនទាន់ហ៊ានលឿនប៉ុន្មាននោះទេព្រោះតែមើលទៅស្ទការដូចជាមិនសូវស្រួលបានត្រឹមតែកាន់ដៃគ្នាដើរតិចតែប៉ុណ្ណោះក្រោមពន្លឺភ្លើងចង្គៀងដែលភ្លឺមិនសូវច្បាស់មើលបានចំណាយប្រមាណជាង3ទៅ5ម៉ែត្រទៅខាងមុខប៉ុន្តែនៅពេលដែលកំពុងតែដើរបានតែប៉ុន្មានជុំហ៊ានទៀតតែប៉ុណ្ណោះពេលនោះស្រាប់តែមានខ្យល់ត្រជាក់បានបាក់បោកមកប៉ះចំខ្លួនរៀនរបស់ពួកគេទាំងពីរអ្នកធ្វើឲ្យអ្នកទាំងពីរនឹងចាប់ផ្ដើមព្រឺសម្បូរសារជាថ្មីម្ដងទៀតប៉ុន្តែអ្នកទាំងពីរដូចជាមិនទាន់ហ៊ានមាត់នោះទេមានតែនាំគ្នាធ្វើដំណើរសន្សឹមបន្តទៅទៀតតែប៉ុណ្ណោះនៅពេលដែលកំពុងតែធ្វើដំណើរបន្តទៅទៀតសុខស្រាប់តែនីថុលគេបានចាប់ដៃរបស់នីវែងខ្លាំងមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានឈរត្រឹងថែមទៀតផងនៅពេលដែលឃើញកັບកិរិយារបស់នីថុលបែបនេះវែងបានឈប់នឹងងាកមើលទៅកាន់នីថុលនិងសួរថាតើមានអ្វីកើតឡើងបានជានៅស្រុកសឯងបែរជារឹងឆ្កុយអញ្ចឹងនាមមកនីថុលនៅក្នុងដងខ្លួនឡើងរឹងគុំព្រោះចំណែកអាដៃរបស់គេវិញកំពុងតែរញញោស្ទើរតែធ្លាក់ចង្គៀងរបត់ពីលើដៃគ្រាន់តែឃើញបែបនេះភ្លាមនីវែងប្រញាប់ស្រែកប្រាប់ឲ្យនីថននឹងកាន់ចង្គៀងឲ្យជាប់ព្រោះអីបើសិនជាចង្គៀងនេះធ្លាក់លើដីច្បាស់ជារលត់ពួកគេច្បាស់ជាមិនមានអ្វីមើលផ្លូវទៀតនោះទេហើយមិនដឹងថាតើពេលដែរកាន់ចង្គៀងឲ្យមមគុំឲ្យជ្រុះឲ្យសោះចំណែកអានេះថោវិញនៅពេលដែលបានឬនីវែងស្រែកប្រាប់ទៅកាន់ជង្គង់អញ្ចឹងគេមិនទាន់មាត់កោះទេទុយទៅវិញគេបែរជាមើលមុខរបស់នីវែងបន្ទាប់មកបានសួរថាការនីវែងថាតើឯងមានបានឃើញអ្វីនៅខាងស្ដាំដៃរបស់យើងឬក៏អត់ទោះបីជានីថននិយាយបែបនេះប៉ុន្តែមុខរបស់គេមិនហ៊ានមើលទៅកាន់កន្លែងដែលគេនិយាយនោះទេប៉ុន្តែទាំងមុខរបស់គេហាក់ដូចជាចង់ភ្ញាក់ប្រាប់ឲ្យនាងវែងមើលទៅកាន់កន្លែងដែលគេបាននិយាយនោះគេមកកាន់នាងវិញនៅពេលដែលបានឃើញទុកមុខរបស់នីថុលគេក៏យកភ្លាមដូច្នេះគេក៏បានចោលភ្នែកមើលទៅកន្លែងដែលនីថុលបាននិយាយប្រាក់ប៉ុន្តែមើលទៅដូចជាមិនមានឃើញអ្វីនោះទេក្រៅតែពីដើមឈើមួយឆ្កុយតែប៉ុណ្ណោះដល់តែពេលអញ្ចឹងធ្វើឲ្យនាវស៊ូបញ្ជាក់ទៅកាន់ថុលថាតែអញ្ចឹង
និយាយពីអីដើមឈើមួយដើមនឹងមែនប៉ុន្តែភ្លាមនោះថលបាននិយាយប្រាប់ថាគឺដើមឈើនឹងហើយប៉ុន្តែមិនមែនក្រោមដើមឈើនោះទេអញសាកង់មើលទៅខាងលើដើមឈើនឹងមើលភ្លាមផងដែរនាវក៏បានប្រញាប់សំនឹងមើលទៅលើដើមឈើដែលមើលមិនសូវច្បាស់ឃើញតែស្រោមស្ទង់តែប៉ុណ្ណោះប៉ុន្តែទោះបីជាគេព្យាយាមសម្លឹងមើលក៏ហាក់ដូចជាមិនមានឃើញអ្វីចម្លែកឬក៏គួរឲ្យខ្លាចដែរគឺឃើញដើមឈើនឹងឈរត្រឹងជាមួយនឹងខ្យល់បាក់មកស្ពះស្លឹកឈើរបស់វាវិចរួចដូចជាមិនមានអ្វីចម្លែកនោះទេដូច្នេះនេះវិញបានសួរបញ្ជាក់នៅការនេះធំដងទៀតថាដើមឈើគឺដើមឈើហើយតើអញចង់និយាយពីអីប្រាប់យកឲ្យច្បាស់លៀមមកនៅពេលដែលឃើញថានាវហាក់ដូចជាមិនបានឃើញអ្វីដែលគេបានឃើញថលប្រញាំងងាកមើលទៅកាន់កន្លែងដែលគេបានឃើញអ្វីមុននេះនៅពេលដែលគេប្រញាប់ងាកមើលទៅពិតជាមិនបានឃើញអ្វីពិតមែនទាំងដែលមុននេះគឺគេបានឃើញដូចជាមានមនុស្សម្នាក់កំពុងតែអង្គុយនៅលើមេឈើព្រមទាំងបានយូរជាងចុះឡើងថែមទៀតការដែលគេឃើញនេះគឺមិនមែនឃើញដោយពេញភ្នែកនោះទេគឺគេឃើញរូបព្រាងព្រាវកន្ទុយភ្នែករបស់គេតែប៉ុណ្ណោះអញ្ចឹងហើយបានជាគេមើលមិនសូវច្បាស់ប៉ុន្តែនៅពេលដែលគេបែរមុខចំជាមិនបានឃើញវ័យទាំងអស់ទៅវិញដល់តែពេលអញ្ចឹងគេក៏មិនដឹងថាគួរបកស្រាយប្រាប់នាវែងថាយ៉ាងម៉េចដែរដូច្នេះគេក៏បាននិយាយថាមិនអីទេអញ្ចឹងតោះយើងប្រញាប់នាំគ្នាប្រញាប់ទៅមុខបន្តទៅទៀតមើលទៅប្រហែលជាចិត្តដល់កន្លែងដែលយើងត្រូវដាក់របស់សែនហើយនិយាយបែបនេះពិតមែនប៉ុន្តែគ្រាន់តែគេញាប់ម្ដងបន្តិចបិចដែរហើយនៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមនាំគ្នាឈានជើងទៅមុខបានប្រមាណជាងទើបតែនឹង10ជំហានទៀតតែប៉ុណ្ណោះពេលនោះគឺដល់ពេលនាវែងដងនាវែងគេបានមើលទៅកាន់កន្ទុយភ្នែករបស់គេនៅខាងឆ្វេងដៃនឹងគឺគេបានឃើញថាដូចជាមានមនុស្សកំពុងតែឈរនៅលើកត់ចាស់ទ្រទ្រង់មួយមនុស្សអ្នកនោះមិនត្រឹមតែឈរធម្មតានោះទេផ្ទុយទៅវិញបែកច្បាស់ដៃហៅពួកគេទៅថែមទៀតឃើញបែបនេះធ្វើឲ្យអ្នកវែងចាប់ផ្ដើមព្រឺសម្បល់ខ្ញាស់គេក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្រាលដូចជាសំឡេងអញ្ចឹងព្រោះតែរូបភាពដែលគេបានឃើញនេះទោះបីជាមិនច្បាស់ប៉ុន្តែមើលទៅគឺពិតជាសំពិតមែនហើយថែមតែមានកាយវិការលើកបោះដៃហៅខ្លួនឯងថែមទៀតដល់តែពេលអញ្ចឹងធ្វើឲ្យនាវចាប់ផ្ដើមឈប់ឆ្ងល់និងឈរត្រង់ខ្លួនភ្លឹងភ្លីបនោះផងដែរស្រាប់តែនីធុលឆ្ងល់ថាតើនាវែងមានរឡើងបានជានៅសុទ្ធសុខត្រង់ខ្លួនភ្លឹងដៃរឿងបែបនេះប៉ុន្តែដោយសារតែអំបញ្ញមិញគេក៏មានអគ្រាបែបនឹងដែរដូច្នេះគេយល់ថាមើលទៅប្រហែលជានេះវែងគេបានឃើញអ្វីដូចជាខ្លួនបានឃើញមុននេះហើយមើលទៅបានជានៅស្រុកគេមានអាការៈដូចជាខ្លួនឯងនៅពេលមុននេះដូច្នេះនីធុលក៏បានសួរទៅការនាវែងថាតើឯងមានរឿងអ្វីកើតឡើងបានជានៅសុខសុខចាប់ផ្ដើមត្រង់ខ្លួនភ្លឹងបែបនេះអញ្ចឹងហាពេលនិយាយអញ្ចឹងគេខំប្រឹងក្រឡេកមើលជុំវិញលួនឬក៏មើលខាងឆ្វេងដៃរបស់នេះវែងប៉ុន្តែមើលទៅដូចជាមិនបានឃើញអ្វីពិតមែនដោយសារតែពួកគេនឹងគឺកាន់ចង់គៀងភ្លឺត្រឹមតែប៉ុន្មានម៉ែត្រពីខ្លួនតែប៉ុណ្ណោះក្រៅតែពីនឹងគឺមានតែភាពងឹតឬក៏ស្រមោលនៃរូបរាងរបស់ដើមឈើក៏ជាគាត់ទ្រូទ្រោមពុកផុសតែប៉ុណ្ណោះក្រៅតែពីនឹងគ្មានឃើញអ្វីនោះប្រាប់យើងភ្លាមមកភ្លាមមនុស្សនោះវែងគេក៏បានងាកមើលមុខទៅកាន់កន្លែងដែលគេបានឃើញមានមនុស្សកំពុងតែច្របក់ដៃគេពីលើកត់ចាស់នោះមកប៉ុន្តែនៅពេលដែលគេងាកមើលទៅគឺមិនបានឃើញអ្វីទាំងអស់ក្រៅតែពីក្រណាត់ដែលត្រូវបានគេព្យួរទុកនៅខាងមុខនឹងបរិវិចតែប៉ុណ្ណោះនៅពេលដែលឃើញអញ្ចឹងធ្វើឲ្យគេរៀងមានអារម្មណ៍ថាធូរទ្រង់បន្តិចព្រោះតែគេគិតថាមើលទៅអ្វីដែលគេបានឃើញអំបញ្ញមិញវាគ្រាន់តែជាការស្រវាំងភ្នែកឬក៏រូបភាពកើតឡើងដោយសារតែអារម្មណ៍របស់គេនោះទេដូច្នេះអ្នកវែងបានប្រញាប់ឆ្លើយទៅកាន់នីថលថាមិនអីទេបាញ់មិញប្រហែលជាយើងគ្រាន់តែស្រាំងភ្នែកទេមើលទៅអញ្ចឹងកុំខ្វល់ច្រើនព្រែកប្រញាប់នាំគ្នាទៅមុខទៀតទៅមើលទៅនៅពេលដែលយើងឆ្លងផុតពីទីនេះហើយច្បាស់ជាដល់កន្លែងនោះជាមិនខានពួកគេទាំងពីរអ្នកប្រញាប់នាំគ្នាស្រោតដំណើរព្រោះតែមើលទៅទីនេះដូចជាមិនសូវជាស្រួលតតែសោះគ្រាន់តែដើរនឹងក៏មានអារម្មណ៍ថាព្រឺសម្បូរម្ដងកើតដែរបើតាមពួកគេបានដឹងកន្លងមកពីចាស់នៅពេលដែលយើងទៅតំបន់ណាកន្លែងណាមួយដែលយើងគិតថានៅទីនោះសម្បូរទៅដោយវិញ្ញាណខ្មោចហើយនៅសុខសយើងមានអារម្មណ៍ថាព្រឺសម្បូរដូច្នេះមានន័យពេលទាំងពីរអ្នកប្រញាប់ស្រាឲ្យផុតពីកន្លែងនេះអាងដឹងយករបស់សែនទៅសែនហើយនឹងប្រញាប់នាំគ្នាចាក់ចេញត្រឡប់ទៅវិញតែម្ដងមិនយូរប៉ុន្មានពួកគេបាននាំនេះធ្វើដំណើរទៅដល់កណ្ដាលដែលមានកត់ធ្វើនៅអំសងខាងផ្លូវចំណែកវិហារវិញនៅឯខាងស្ដាំដែបជាមួយនឹងរបងវត្តឯណោះប៉ុន្តែរបងវត្តការពីនឹងគឺមិនមានរបងថ្មវៃធំដុំនោះទេគ្រាន់តែជារបងឈើធម្មតាតែប៉ុណ្ណឹងឯងប៉ុន្តែរហូតមកដល់ពេលនេះវាស្ទើរតែពុកផុតវិបត្តិទៅហើយដោយសារតែគ្មានអ្នកនៅមើលថែរក្សាវានឹងឯងចំណែកឯកមួយចំនួនក៏ត្រូវបានពុកផុយដូចគ្នាផងដែរតែវានៅតែអាចរក្សានៅទ្រង់ទ្រីបានដដែលគ្រាន់តែទ្វារឬក៏បង្អួចខ្លះត្រូវបានបាក់ធ្លាក់ចុះមកខាងក្រោមតែប៉ុណ្ណោះហើយកាត់ខ្លះទៀតគឺថាប្រហោងធ្លុងគ្មានបង្អួចនោះទេដោយសារតែបង្អួចខ្លះត្រូវបានត្បាក់ធ្លាក់ចុះមកអាចបណ្ដាលមកពីវាពុកហើយនៅពេលដែលខ្ចប់ប៉ោកមកទៀតវាក៏បានធ្លាក់ចុះមកខាងក្រោមតែម្ដងទៅបរិយាទាំងអស់នេះនៅពេលដែលគេទាំងពីរអ្នកធ្វើដំណើរឆ្លងកាត់គុតទាំងអស់នោះពួកគេហាក់ដូចជាបានឃើញថាមានមនុស្សកំពុងតែអង្គុយនៅមាត់បង្អួរសម្លឹងមើលមកកាន់ពួកគេដោយឃើញត្រឹមតែក្បាលតែប៉ុណ្ណោះនៅពេលដែលឃើញបែបនេះម្ដាមដងពួកគេទាំងពីរអ្នកចេះតែភ័យព្រលឹងចុងសក់ដែរប៉ុន្តែនៅពេលដែលបានពាក់កណ្ដាលនៃបរិវេណវត្ត
បានពាក់កណ្ដាលនៃបរិវេណវត្តទៅហើយដោយមានវិហារនៅខាងមុខរបស់គេប៉ុន្តែនៅពេលនោះពួកគេទាំងពីរនាក់ស្រាប់តែស្រឡាញ់កាំងតែម្ដងដោយសារតែពេលនេះគឺមិនមែនឃើញតែម្នាក់នោះទេហើយក៏មិនបានឃើញកន្ទុយភ្នែកដោយការពីលើកមុនដែរគឺឃើញដោយភ្នែកស្រស់ប៉ុន្តែគ្រាន់តែមិនសូវច្បាស់ដោយសារតែនៅខាងមុខទៅហើយមិនត្រឹមតែប៉ុណ្ណោះសភាវៈមួយនោះគឺកំពុងតែឈរនៅក្បាលវាព្រមទាំងបានយកដៃរបស់វាទៅជ្រុតលើដំបូលវិហារថែមទៀតនៅពេលដែលបានឃើញបែបនេះភ្លាមអ្នកទាំងពីរនាក់ចាប់ផ្ដើមរឹងខ្លួនរៀងខ្លួនហើយក៏បានលែងដៃគ្នាទៅវិញទៅមកព្រោះអីនៅពេលដែលពួកគេលែងដៃគ្នាបែបនេះងាយស្រួលនៅក្នុងការរត់បើសិនជាសភាវៈនោះពិតជារត់សម្ដៅមករកពួកគេពិតមែននោះពួកគេនឹងនាំគ្នារត់ចេញបកទៅក្រោយវិញភ្លាមជាមិនខានប៉ុន្តែមើលទៅសភាវៈនោះក៏ហាក់ដូចជាមិនមានការកម្រើកអ្វីទាំងអស់ចំណែកពួកគេទាំងពីរនេះក៏ឈរត្រឹងឡើងត្រង់ឆ្កុយដូចគ្នាផងដែរកំពុងតែសម្លឹងមើលទៅកាន់សភាវៈនោះដើម្បីឲ្យច្បាស់ថាតើវាជាអ្វីពិតប្រាកដប៉ុន្តែមើលទៅវាពិតជារូបរាងដូចជាប្រែតបន្តិចដូចជាអសូរកាយបន្តិចប៉ុន្តែកម្ពស់របស់វាខ្ពស់ព្រមទាំងស្គមថែមទៀតឃើញបែបនេះពួកគេក៏ចាប់ផ្ដើមនឹកឃើញទៅដល់អ្វីដែលគេនិយាយថាអាក្រក់ឬក៏ជាប្រែដែលមានកម្ពស់ខ្ពស់ដើរឆ្លងវិហារបាននឹងឯងពួកគេគឺគិតថាជាសភាវៈនឹងឯងព្រោះតែមើលទៅគឺមានសពុកវែងថែមទៀតប៉ុន្តែបន្ទាប់ពីពួកគេព្យាយាមសំណឹងមើលឲ្យកាន់តែច្បាស់ទៅស្រាប់តែអ្វីដែលពួកគេបានឃើញគឺមិនមែនជាអាក្រក់ឬក៏ជាប្រែតនោះទេយូររូបភាពមួយនោះគឺកាន់តែរកប្រសាទបាត់ពីកែវភ្នែករបស់ពួកគេម្ដងបន្តិចម្ដេចដោយមិនអស់ចិត្តក៏បាននាំគ្នាយកដៃញីភ្នែកក្រែងលោថាពួកគេនឹងមើលច្រឡំបន្ទាប់ពីញីភ្នែករួចហើយក៏បានឃើញកាន់បាញ់មិញបែបនេះគឺតាមពិតវាគ្រាន់តែជាដើមឈើមួយដើមដែលដុះអមជាប់ជាមួយនឹងព្រះវិហារតែប៉ុណ្ណោះប៉ុន្តែការពិតទៅមុននេះគឺពួកគេពិតជាបានឃើញរូបរាងរបស់អាក្រក់ឬក៏ជាប្រែតពិតមែនប៉ុន្តែហេតុបានជានៅសុខុក្លាយទៅជាដើមឈើមួយដើមទៅវិញមើលទៅវាហាក់ដូចជាមិនស៊ីគ្នាតតែសោះតោះប៉ុន្តែយ៉ាងណាក៏អាចធ្វើឲ្យពួកគេទាំងពីរនាក់រៀងមានអារម្មណ៍ថាធូរទ្រូងបន្តិចវិញនៅពេលដែលពួកគេបានឃើញថាអ្វីដែលពួកគេខ្លាចអំបាញ់មិញវាគ្រាន់តែជាដើមឈើមួយដើមតែប៉ុណ្ណោះដូច្នេះពួកគេក៏មិនចាំបាច់នាំគ្នាភ័យបែបនេះដែលបន្ទាប់ពីឆ្លងកាត់រភាពបន្លំភ្នែកនៅអំបញ្ញមិញហើយថែមទាំងពួកគេទាំងពីរនាក់លែងដៃគ្នាទៀតពេលនោះក៏ស្រាប់តែនេះវែងបាននឹកឃើញនៅវិធីមួយដោយវែងបានយកក្រមាដែលចងចាប់ជាមួយនឹងចង្កេះរបស់គេចេញមកបន្ទាប់មកចាប់ផ្ដើមចងដៃរបស់នីថលតែម្ដងឃើញបែបនេះនីថលក៏រៀងឆ្ងល់ដែរនឹងសួរថាតើឯងកំពុងតែធ្វើអ្វីនឹងអ្នកវែងបាននិយាយហាមានតែរត់ចោលគ្នានោះគួរច្បាស់ជាមិនអាចរត់ចោលគ្នាបានឡើយបើទៅគឺត្រូវតែទាំងអស់គ្នាព្រោះតែនៅក្នុងស្ថានភាពបែបនេះគឺមិនត្រូវទៅចោលគ្នាជាដាច់ខាតដល់តែពេលឃើញនីវែងធ្វើបែបនេះនីថលគេក៏មិនដឹងថាយ៉ាងម៉េចដែរទោះបីជាចង់ប្រកែកក៏មិនដឹងថាប្រកែកបែបម៉េចព្រោះអីដីរបស់គេមិនខាននឹងត្រូវបានចងភ្ជាប់ជាមួយនឹងដៃរបស់នាវវែងបាត់ទៅហើយអញ្ចឹងគឺមានតែតាមនឹងទៅចុះណាមួយការដែលធ្វើបែបនេះក៏វាល្អដែរការពារកុំឲ្យវែងរត់ចោលគេហើយគេក៏មិនរត់ចោលនេះវិញប៉ុន្តែការពិតទៅបើសិនជារត់ពិតមែនប្រហែលជារត់មិនឈ្នះនាវវែងនោះទេព្រោះនាវវែងគឺគេមានកម្ពស់ខ្ពស់និងមានជើងវែងគេបោះតែពីរបីជំហាននឹងគឺស្មើនឹងថននឹងរត់រហូតដល់បបជំហានឯណោះអញ្ចឹងទោះបីជាយ៉ាងណាក៏វាល្អប្រសើរជាងរត់ចោលគ្នាដែរបើសិនជាមានហេតុការណ៍អ្វីមួយមិនស្រួលបារត់គឺរត់ទាំងអស់គ្នាពេលដែលឃើញថានៅខាងមុខមិនមានអ្វីកើតឡើងពួកគេទាំងពីរនាក់បាននាំគ្នាប្រញាប់ស្រាវបន្តទៅមុខទៀតព្រោះអីឆ្លងផុតតែប៉ុន្មានម៉ែត្រទៀតតែប៉ុណ្ណោះនឹងទៅដល់ខាងក្រោយវត្តគឺជាទីបញ្ចុះសពចាស់ដែលគេបានបញ្ចុះសពតាំងពីច្រើនឆ្នាំដាក់មកហើយមិនយល់ប៉ុន្មានពួកគេក៏បាននាំគ្នាឆ្លងផុតចេញពីបាវេនដំបូងវត្តទៅដល់ខាងក្រោយវត្តគឺជាទីបញ្ចុះសពនៅទីនោះពោនៅផិនទី5គឺជាភ្នារបស់គេបាននិយាយប្រាប់មិនយូរប៉ុន្មានពួកគេក៏បានដើរទៅដល់រំទាំងបានឈប់នៅចំមុខភ្នូទី5នឹងតែម្ដងហើយដើម្បីឲ្យកាន់តែច្បាស់កុំឲ្យមានការយល់ច្រឡំគឺមានសញ្ញាសម្គាល់មួយជាឈ្មោះរបស់អ្នកស្លាប់នឹងតែម្ដងដូច្នេះនាវវែងបានប្រាប់ទៅកាន់ថលថាឆាប់ដាក់ចង្គៀងរបស់ឯងមកចិត្តតិចមើលថាតើឈ្មោះដូចជាអ្វីដែលលោកតារបស់យើងបានប្រាប់ឬក៏អត់ហើយនៅពេលដែលដាក់ភ្លើងចង្គៀងទៅចិត្តនឹងពិតប្រាកដមែនគឺជាអ្វីដែលលោកតារបស់គេបាននិយាយអញ្ចឹងដូច្នេះនាវវែងក៏មិនរងចាំយូរបន្តទៅទៀតដែលគេបានប្រញាប់ដាក់របស់សំណែនដែលគេបានដើរកាន់មកជាមួយនោះនៅចំពីមុខភ្នូនឹងតែម្ដងប៉ុន្តែគ្រាន់តែទៀននឹងធូបមិនទាន់បានដុតនោះទេបន្ទាប់មកគេក៏បានប្រញាប់ដែរគេចេញពីក្នុងហោប៉ៅរបស់គេដើម្បីដុតទៀននិងចងគៀងនៅលើសំណាញ់នោះវែងព្យាយាមកេះដកកេះដើម្បីដុតភ្លើងទៅលើទៀនហើយនឹងធូបប៉ុន្តែដេះដែលគេកេះនោះមិនងាយវាឆេះតតែសោះដោយសារតែដេកកេះកាលពីសម័យហ្នឹងគឺគេប្រើដេកកេះប្រេងកាត់អញ្ចឹងហើយបានជាវាមិនងាយឆាប់នឹងឆេះដូចជាដេកកេះនៅក្នុងសម័យពេលបច្ចុប្បន្ននេះចំណែកឯលវិញនៅពេលដែលបានឃើញនាវរវល់តែពីពើមបែបនេះគេបានដាស់តឿនប្រាប់ឲ្យនាវវិញនឹងគឺដុតឲ្យឆេះឲ្យលឿនទៅប្រញាប់នាំគ្នាចាក់ចេញពីទីនេះទៅវិញគេមិនចង់នៅទីនេះយូរនោះទេបែរមកនេះវិញយ៉ាងវិញគេក៏ចង់ប្រញាប់ដុតភ្លើងឲ្យឆេះដែរប៉ុន្តែមិនដឹងជាយ៉ាងម៉េចដេកខេនេះ
នេះគេមិនឆេះតតែសោះប៉ុន្តែបើសិនជាចង់យកភ្លើងពីចង្គៀងដើម្បីបេដុតវាកាន់តែពិបាកបើធ្វើមិនស្រួលនោះទេច្បាស់ជារលត់ទាំងចង្គៀងថែមទៀតអញ្ចឹងហើយបានជាពួកគេសុកចិត្តអង្គុយកេះដីកេះនេះបន្តទៅទៀតទៅចុះប្រសើរជាងឿងទាំងអស់គ្នានៅពេលដែលកេះឡើងម្ដងធ្វើឲ្យមានពន្លឺភ្លឺព្រាកមនុស្សជាច្រើនអាអ្នកកំពុងតែរត់អញ្ចឹងបែបនេះនាវែងក៏បានផ្អាកនៃការកែដែលកែបន្តិចសិននឹងព្យាយាមចាំស្ដាប់ចង់ដឹងថាតើនៅពីរយខ្នងតើជាសម្រុបជើងរបស់អ្វីឲ្យពិតប្រាកដសំបីតែនីថគេក៏រងចាំស្ដាប់ដូចគ្នាដែរប៉ុន្តែសំឡេងនោះក៏ស្រាប់តែបាត់ទៅវិញដល់តែពេលអញ្ចឹងពួកគេទាំងពីរនាក់បានអោនញើយមើលមុខគ្នាព្រោះមិនដឹងថាតើអ្វីគេដែលកំពុងតែនៅពីក្រោយនោះទេពួកគេមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែឈរពីព្រោះអីពួកគេបានលើកសំឡេងដ៏ដង្ហើមធំនៅពីក្រោយខ្នងតែម្ដងអញ្ចឹងហើយបានជាពួកគេបើកភ្នែកធំដាក់គ្នានឹងឆ្ងល់ថាតើអ្នកណាគេមកនៅពីក្រោយពួកគេអញ្ចឹងដោយមិនរងចាំយូរពួកគេទាំងពីរនាក់បានងាកមើលទៅខាងក្រោយព្រមគ្នាប៉ុន្តែនៅពេលដែលងាកមើលទៅប្រហែលជាមិនបានឃើញវាទាំងអស់ក្រៅតែពីភាពងងឹតហើយនឹងភ្នូផ្សេងទៀតនៅពីក្រោយពួកគេតែប៉ុណ្ណោះដូច្នេះពួកគេក៏បានងាកមុខមកវិញនឹងមើលមុខគ្នាទៅវិញទៅមកព្រោះតែបើសិនជាងាកទៅមិនឃើញបែបនេះគ្មានអ្វីក្រៅពីខ្មោចលើងនោះទេព្រោះអីមនុស្សច្បាស់ជាមិនមកទីនេះឡើយគ្រាន់តែពួកគេមិនទាន់និយាយចេញតែប៉ុណ្ណោះនៅក្នុងចិត្តពួកគេគិតបែបនេះថលបានលុបទឹកមាត់ក្អិតព្រោះតែគេនឹងកំពុងតែតានតឹងនៅក្នុងអារម្មណ៍បានមើលនីថុលបាននិយាយប្រាប់ឲ្យនីវែងឆាប់ដុតធូបនិងទៀនឲ្យលឿនទៅនៅរវល់តែមើលមុខគ្នាបែបនេះហើយតើពេលណាទៅទើបធ្វើការងារនេះរួចប៉ុន្តែមុនពេលដែលនេះវែងគេកែដីកេះដុសធូបនិងទៀនម្ដងទៀតគេបានប្រាប់ទៅកាន់នីថលថាឥឡូវអញ្ចេះទៅដើម្បីកុំឲ្យមានអ្នករត់ពីក្រោយខ្នងរបស់យើងម្ដងទៀតអញបែកខ្នងទល់នៅពេលដែលបាននិយាយបែបនេះថលក៏បានយល់ស្របតាមគំនិតរបស់នាវធ្វើយ៉ាងណាឲ្យតែនវែងគេប្រញាប់ធ្វើកិច្ចការនេះឲ្យបានរួចឲ្យបានឆាប់អាណាចក្រចេញពីទីនេះហើយណាមួយក៏ការពារពីសម្លេងដែលរត់ពីក្រោយខ្នងរបស់ពួកគេដែរដូច្នេះនីថគេបានឈរទល់ខ្នងជាមួយនឹងឌីវែងចំណែកឯនីវែងវិញបន្តនៃការកេះដេកេះរបស់គេបន្តទៅទៀតហើយកេះក៏នៅតែកេះឆាច់មិនងាយឆេះទាល់តែសោះដល់កេះយូរទៅដែលកេះនោះក៏ចាប់ផ្ដើមឆេះឡើងឈរនៅពេលដែលឃើញភ្លើងឆេះអញ្ចឹងធ្វើឲ្យនីវគេរៀងមានចិត្តត្រេកអរដូច្នេះគេក៏បានប្រញាប់យកភ្លើងនោះទៅដុតទៀនជាមួយនឹងធូបដងដោយគិតថាគឺជាអ្នកផ្លុំពេលនោះវែងគេបានបែរមកនឹងស្ដីឲ្យនីថថាហេតុអ្វីបានជាឯងមកផ្លុំពន្លត់ភ្លើងនេះគេរបស់យើងអញ្ចឹងយើងកេះទុំរំតែឆេះឯងបែរជាមកលេងសើចបែបនេះតែឯងមិនចង់ប្រញាប់ចេញពីទីនេះទេអីចំណែកវិញគឺគេមិនដឹងរឿងអ្វីនោះទេគេបាននិយាយថាឯងឈួតមែនយើងបានផ្លុំមកពីណាយើងរវល់តែតោខ្នងជាមួយនឹងឯងមើលស្ថានភាពនៅខាងក្រោយខ្នងបែរជាមកចោទថាយើងជាអ្នកទៅវិញបើឯងកេះមិនឆេះនោះទេប្រញាប់ដោយមិនបានប្រាប់ដល់តែពេលលើកយាយអញចឹងនាវិញគេគិតថាអញ្ចឹងអំបើមិញប្រហែលជាមកពីខ្យល់ហើយបានជាដីកេះរបស់គេត្រូវបានរលត់បែបនេះដូច្នេះគេមិនដឹងធ្វើយ៉ាងម៉េចគឺមានតែបន្តកែដីកេះដើម្បីដុតទៀននិងធូបទៀតតែប៉ុណ្ណោះមិនយប់ប៉ុន្មានដែលកែរបស់គេក៏កែឆេះហើយធូបទៀននោះក៏ត្រូវបានដុតបន្ទាប់ពីធូបនិងទៀនត្រូវបានដុតរួចហើយឲ្យមកទទួលយករបស់សំណែននេះនិងឈប់ទឹកបែបកូនចៅបន្តទៅទៀតនៅពេលដែលការសែនព្រានត្រូវបានធ្វើរួចពួកគេទាំងពីរនាក់ប្រញាប់ចាប់ដៃគ្នានឹងធ្វើដំណើរឆាកចេញត្រឡប់មកវិញគ្រាន់តែចាប់ផ្ដើមធ្វើដំណើរចាក់ចេញបានប្រមាណទើបតែ3-4ជំហានតែប៉ុណ្ណោះពួកគេមានអារម្មណ៍ថាគឺមានមនុស្សជាច្រើនកំពុងតែសម្លឹងមើលមកកាន់ពួកគេព្រោះតែពួកគេញឹងគឺបានឃើញនៅកន្ទុយភ្នែកសុទ្ធតែស្រមុតរបស់មនុស្សអ្នកខ្លះអង្គុយនៅលើផ្លូវខ្លះកំនោះសម្លឹងមើលមកកាន់ពួកគេព្រមព្រៀតតែម្ដងប៉ុន្តែនៅពេលដែលពួកគេងាកមើលទៅចំបែជាមិនបានឃើញអ្វីទាំងអស់ទៅវិញនិយាយរួមទៅវិញ្ញាណទាំងអស់នោះហាក់ដូចជាមិនចង់ឲ្យពួកគេទាំងពីរនាក់បានឃើញរូបរាងរបស់ពួកគេច្បាស់នោះទេគឺឲ្យឃើញត្រឹមតែកន្ទុយភ្នែកតិចតែប៉ុណ្ណោះប៉ុន្តែពួកគេទាំងពីរនាក់ដឹងថានៅទីនេះគឺពិតជាមានវិញ្ញាណខ្មោចច្រើនដូចជាអ្វីដែលអ្នកភូមិបាននិយាយពិតមែនអញ្ចឹងហើយបានជាពួកគេទាំងពីរនាក់ប្រញាប់នាំគ្នាស្រាវចាក់ចេញពីទីនេះឲ្យបានលឿនជាទីបំផុតពួកគេមិនហ៊ានរត់នោះទេព្រោះតែលោកតារបស់នាងវែងបានផ្ដាំនាងវែងថានៅពេលដែលចេញមកវិញកុំរត់ជាដាច់ខាតគឺត្រូវធ្វើដូចជាធម្មតាបើសិនជាពួកគេហ៊ានរត់ច្បាស់ជាមានរឿងធំជាមិនខានជាពិសេសក៏មិនត្រូវងាកមើលទៅខាងក្រោយដែលកាលណាបង្ហាញអំពីការថាពួកគេខ្លាចខ្មោចឬក៏ខ្លាចភ្ញៀងទាំងអស់នោះពួកវានឹងដេញតាមរហូតមកដល់ផ្ទះអញ្ចឹងហើយបានជាគាត់ប្រាប់កុំឲ្យពួកគេរត់ដោយសារតែលោកតាចាធីបានផ្ដាំថាកុំឲ្យរត់អញ្ចឹងហើយបានជាពួកគេទាំងពីរនាក់មិនហ៊ានរត់ត្រឡប់មកវិញនោះទេបានត្រឹមតែដើរត្រង់ជើងភ្លឹងយ៉ាងលឿនតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលពួកទាំងពីរនាក់កំពុងតែដើរយ៉ាងលឿនក្នុងល្បឿនមួយស្ទើរតែស្មើរត់ទៅហើយនោះពួកគេបានរសុំសំឡេងសម្រាប់ជាងមនុស្សមិនក្រោមអំពី10នាក់នោះទេដែលបានកំពុងតែដើរតាមពីក្រោយខ្នងរបស់ពួកគេដោយសារតែសំឡេងនោះគឺកាន់តែដើរកាន់តែជិតទៅពួកគេទាំងពីរនាក់មិនអាចទ្រាំបាននោះទេគិតថាច្បាស់ជាមានមនុស្សមួយក្រុមនៅពីក្រោយខ្នងជាមិនខានដោយសារតែចង់ដឹងច្បាស់គឺមានតែនាំគ្នាងាកមើលតែប៉ុណ្
nó haiនៅពេលដែលពួកគេទាំងពីរអ្នកងាកមើលទៅខាងក្រោយទៅស្រាប់តែបានឃើញមនុស្សមួយក្រុមមើលទៅអ្នកខ្លះដូចជាគ្មានសម្លៀកបំពាក់នោះទេហើយរូបរាងរបស់ពួកគេវិញក៏មិនដូចជាមនុស្សធម្មតាដែរឃើញបែបនេះពួកគេទាំងពីរអ្នកបានប្រញាប់នាំគ្នារត់ចាស់ចេញពីទីនេះយ៉ាងលឿនតែម្ដងព្រោះអីលើកនេះគឺថាឃើញច្បាស់ហើយបើសិនជាមិនរត់ទៀតមិនដឹងថានៅធ្វើអីទៀតនោះទេហើយនេះវែងដោយសារតែគេមានជើងវែងដូច្នេះគេបោះជើងមួយជំហាននឹងគឺថាលឿនជាងនីថទៅទៀតចំណែកឯងនីថវិញបានត្រឹមតែរត់ពីក្រោយនេះវែងតែប៉ុណ្ណោះនៅពេលដែលពួកគេរត់ចេញផុតពីទីបញ្ចុះស្ព្រុតពួកគេក៏បានឃើញថាមានរូបរាងជាមនុស្សជាច្រើនបានអើតមើលពួកគេតាមបង្អួចគាត់អ្នកខ្លះមានសោចអ្នកខ្លះទៀតគឺបានត្រឹមតែប៉ុណ្ណោះធ្វើឲ្យពួកគេគឺភ័យកាន់តែខ្លាំងនាំគ្នារត់យកតែមួយឈ្នះដៃតែម្ដងដូចជាអ្វីដែលលោកតាធីបានប្រាប់ពិតមែនបើសិនជាពួកគេបង្ហាញអំពីអាការៈថាពួកគេខ្លាចនៅវិញ្ញាណតមជាយ៉ាងណាក៏ដោយក៏ពួកគេលែងខ្វល់ទៀតដែរព្រោះបើសិនជាពួកគេមិនរត់នោះទេគឺច្បាស់ជាត្រូវបានពួកវិញ្ញាណទាំងអស់នោះមកឡងបន់លៀកជាមិនខានហើយបើសិនជានេងមិនរត់នីវខ្លាចថារត់ចោលខ្លួនចំណែកនេះវិញបើសិនជាគេមិនរត់នីវែងច្បាស់ជារត់ចោលគេបាត់អញ្ចឹងគឺមានតែនាំគ្នារត់យកតែប្រើយករៀងខ្លួនអ្នកណារត់លឿននោះអ្នកនោះរួចខ្លួនអ្នកណារត់យឺតច្បាស់ជានៅក្រោយជាមិនខានប៉ុន្តែដោយសារតែនាតគេរីមានកម្ពស់ទាបដៃជើងមិនសូវ500ម៉ែត្ររគឺរត់រហូតស្ទើរតែធ្លាក់សួតទម្រាំតែរត់ចូលទៅដល់មាត់ច្រកចូលទៅក្នុងភូមិម្នាក់រត់ស្ទើរតែរបូតជើងបាត់ទៅហើយជាពិសេសនៅពេលដែលឈប់នឹងស្ទើរតែដាច់ខ្យល់ដល់ដង្ហើមស្ទើរតែមិនដល់គ្នាដោយសារតែមានសម្លេងរត់ពីក្រោយពួកគេរហូតអញ្ចឹងហើយបានជាពួកគេរត់មិនឈប់តតែសោះហើយក៏ជាលើកទី1ដែរសម្រាប់ពួកគេទាំងពីរនាក់ដែលបានជួបជាមួយនឹងហេតុការណ៍ដ៏គួរឲ្យខ្លាចបែបនេះនិយាយទៅគឺថានីថរៀងមួយជីវិតតែម្ដងទោះបីជាឲ្យប្រាក៏ដោយសារតែគាត់ចេះនៅវិជ្ជាមាគុំហើយណាមួយគាត់រៀងមានភាពស្ងប់ស្ងាត់គាត់មើលទៅដូចជាមិនខ្លាចវិញ្ញាណទាំងអស់នឹងអញ្ចឹងហើយបានជាពួកវាមិនដែលខ្លងបងឡាជ្ឬក៏គាត់ប៉ុន្តែដោយសារតែពួកគេទាំងពីរនាក់មើលទៅដូចជាមិនសូវស្រួលចេះតែរកតែផ្លូវរត់អញ្ចឹងហើយបានជាវិញ្ញាណទាំងអស់នោះវាមកលេងទៀតគឺដោយសារតែមានអ៊ំប្រុសម្នាក់បានស្ទោចេញពីក្នុងព្រៃគៀនផ្លូវមកអ៊ំប្រុសអ្នកនោះគឺគាត់មានឈ្មោះថាអ៊ំប្រមឹកគាត់គឺជាមនុស្សម្នាក់ដែលនៅក្នុងភូមិនេះចូលចិត្តផឹកស្រាផឹកកន្លែងណាដីកន្លែងនឹងហើយគាត់គឺគ្មានសាច់ញាតិបងប្អូននោះទេហើយមូលហេតុដែលគាត់ក្លាយទៅជាអ្នកប្រមឹកបែបនេះគឺដោយសារតែសាច់ញាតិបងប្អូនគ្រួសាររបស់គាត់នឹងគឺបានស្លាប់ចោលគាត់អស់ធ្វើឲ្យគាត់ពិបាកចិត្តមិនដឹងថាគិតរកធ្វើអ្វីបន្តទៀតណាមួយគាត់មានបញ្ហាផ្លូវចិត្តផងនោះគាត់ក៏ចាប់ផ្ដើមផឹកស្រាពីមួយថ្ងៃទៅមួយថ្ងៃរហូតដែលទើបតែនឹងរត់ចេញមកពីកន្លែងភ័យខ្លាចអំបាញ់មិញស្មានថាខ្មោចនឹងបើកតាមពួកគេអញ្ចឹងហើយបានជាពួកគេស្រែកខ្លាំងប៉ុន្តែគាត់បាននិយាយថាហើយចុះពួកឯងវាថេឯងបានជាឃើញយើងមើលទៅដូចជាខ្មោចអញ្ចឹងពួកឯងទាំងពីរនាក់ទើបតែមកពីណាបានជារត់ប្រហិតក្រហូតដល់ដង្ហើមស្ទើរតែមិនដល់គ្នាបែបនេះនៅពេលដែលអ្នកទាំងពីរនាក់បានឮសំឡេងរបស់គាត់និយាយទើបដឹងថាតាមពិតគឺជាអ៊ំប្រមឹកសោះហេតុអ្វីបានជាគាត់ចេញមកពីក្នុងព្រៃមើលតែខ្មោចឯងកំពុងតែខ្លាចស្រាប់ផងបែរជាមកធ្វើបែបនេះទៀតស្ទើរតែគង់បេះដូងស្លាប់ទៅហើយនេះវែងបានស្ដីឲ្យអ៊ំប្រមឹកថាហើយចុះអ៊ំឯងវះពេលចេញមកបានជាមកចេញមកធ្ងរបែបនេះធ្វើពួកខ្ញុំនឹងភ័យស្ទើរតែលក់blengគៀងបេះដូងស្លាប់ទៅហើយបើសិនជាពួកខ្ញុំស្លាប់អ៊ំឯងច្បាស់ជាមិនអាចរួចខ្លួននោះទេអ៊ំប្រមឹកគាត់បានសើចហើយគាត់បាននិយាយថាហើយចុះពួកឯងក្មេងសោះហេតុបានជាប្រលឹងខ្សោយបែបនេះពួកឯងគួរតែលុតដំខ្លួនឲ្យបានមកពីយើងនោះទេគឺដោយសារតែពួកឯងនឹងខ្សោយដោយខ្លួនឯងតែប៉ុណ្ណោះគាត់និយាយបណ្ដាលដៃកាន់ដបស្រាបណ្ដាលប៉ុន្តែខ្លួនរបស់គាត់វិញទោសទៅខាងលិចទូទៅខាងកើតទោសទៅខាងដាំទៅខាងឆ្វេងគឺមិនដឹងឡើយដោយសារតែគាត់នឹងប្រមឹកឡើងដុះមេទៅហើយទោះបីជាមិនផឹកក៏ស្រវឹងដែរហើយទោះបីជានិយាយជាមួយនឹងពួកគេនឹងក៏គាត់មិនបានមើលមុខរបស់ពួកគេចំដែរដោយសារតែភ្នែករបស់គាត់នឹងឡើងធ្លាក់ស្ទើរតែញើបមុខមិនចង់រួចផងចំណែកពួកគេទាំងពីរនាក់ដោយសារតែឃើញថាជាអ៊ំប្រមឹកក៏មិនបានជែកវេកញីជាមួយនឹងគាត់ច្រើនដែរហើយក៏មិនបានឆ្លើយតបជាមួយនឹងសំណួររបស់គាត់ដែលសួរថាពួកគេទើបតែនឹងមកពីណាបានជារត់បត់ហប់បែបនេះពួកគេបាននាំគ្នាបែកផ្លូវគ្នាត្រឡប់ទៅកាន់ផ្ទះរៀងខ្លួនពីនិតគេគ្មានផ្ទះនោះទេគឺគេបានធ្វើដំណើរត្រឡប់មកកាន់វត្តវិញហើយលោកតាដែលជាលោកគ្រូរបស់នីថនឹងគាត់ក៏មិនដឹងថាធ្វើណាដែរយប់បែបនេះគាត់គិតថាប្រហែលជានីថនឹងគេឡើងទៅបាត់ហើយមើលទៅអញ្ចឹងហើយរាល់ពេលយប់ឡើងគឺគាត់កម្រឹងរកនីថទៅប្រាណាហេតុនេះហើយបានជានីថគេអាចចេញមកខាងក្រៅបានចំណែកពួកគេទាំងពីរនាក់វិញបន្ទាប់ពីបែកផ្លូវគ្នាដោយទុកងាកមកកាន់នីវែងនេះវិញគេបានមកដល់តែហើយក៏បានប្រាប់អំពីការងារដែលគេបានធ្វើគេបានប្រាប់ថាគេបានធ្វើសម្រេចហើយដូច្នេះគេក៏នឹងចូលទៅមួយទឹកដើម្បីសម្រាកចំណាក់នេះថនៅពេលដែលគេមកដល់វត្តស្រាប់តែមានកូនសិស្សលោកម្នាក់ទៀតដែលស្នាក់នៅក្នុងវត្តជាមួយនឹងគេដែលនឹងគឺមានឈ្មោះថាអាម៉ាប់នៅពេលដែលអាម៉ាប់ឃើញនីថដែរណាលោកតាបានរកឯងពេញវត្តទៅហើយប៉ុន្តែរកឯងមិនឃើញនោះទេឯងប្រញាប់ទៅជួបជាមួយនឹងលោកតាទៅព្រោះតែលោកដារកឯងគឺដោយសារតែលោកមានការងារឲ្យឯងធ្វើនៅពេលដែលលើបែបនេះធ្វើ
យីនីឆ្ងល់ថាយប់ស្មាននៃទៅហើយលោកតាក៏មិនធ្លាប់រកគេមានការអ្វីដែរប៉ុន្តែនៅយប់នេះតើលោកតាមានការអ្វីទៅបានជារកគេទាំងយប់អញ្ចឹងមិនត្រឹមតែប៉ុណ្ណោះមើលទៅក្នុងវត្តក៏មិនមានសភាពស្ងប់ស្ងាត់ដូចជារាល់ដងលោកជាច្រើនបាននាំគ្នាចេញមកមិនដឹងថាមានការអ្វីនោះទេដោយសារតែឆ្ងល់ពេកក៏មិនទាន់បានទៅជួបជាមួយនឹងលោកតាំងដែលបានសួរទៅកាន់និមាប់ជាមុនសិនថាតើនៅក្នុងវត្តមានរឿងអ្វីកើតឡើងមើលទៅព្រះសង្ឃជាច្រើនបានចេញមកក្រាស់ស្ទើរតែទាំងអស់ទៅហើយជាពិសេសលោកដារ៉ូកេថែមទៀតតើមានរឿងអ្វីទៅនិមាប់ក៏បានប្រាប់ទៅកាន់និថលថាហើយចុះឯងមិនដឹងរឿងទេអីអូយើងភ្លេចថាឯងរស់តែទៅក្រៅទើបឯងមិនដឹងរឿងមូលហេតុដែលព្រះសង្ឃទាំងអស់ចេញមកខាងក្រៅហើយលោកដារ៉ុកឯងបែបនេះអញនឹងលោកតាចង់ឲ្យឯងនឹងទៅជួយធ្វើឈូជាមួយនឹងគេដែរដូច្នេះឯងប្រញាប់ទៅជួបលោកទៅព្រោះតែលោកបានផ្ដាំយើងថាបើសិនជាបានឃើញឯងត្រូវតែប្រញាប់ហៅឯងឲ្យទៅជួបលោកជាបន្ទាននៅពេលរដែលនេះថលថាធ្វើមិនឆ្ងល់ថាតើធ្វើមិនឲ្យអ្នកណាទៅអ្នកណាគេស្លាប់នេះថលពិតជាឆ្ងល់ខ្លាំងមែនទែនព្រោះតែគេពិតជាមិនដឹងថាតានត្រូវបានគេប្រទះឃើញគាត់ដេកស្លាប់នៅឯផ្លូវចូលភូមិឯណោះបើតាមការសន្និដ្ឋានរបស់គេមើលទៅប្រហែលជាគាត់នឹងខ្យល់ក្អត់បាយអត់ទឹករហូតធ្វើឲ្យគាត់ដេកស្លាប់តែម្នាក់ឯងគិតទៅពិតជាអាណិតគាត់ខ្លាំងណាស់ប៉ុន្តែធ្វើយ៉ាងម៉េចបើគាត់คล้ายទៅជាមនុស្សប្រមឹកអនាថាបែបនេះទៅហើយទោះអ្នកណាគេទឹកស្លាប់ឯណាបើយើងទៅតែនឹងជួបគាត់នៅផ្លូវចូលភូមិអំបញ្ញមិញនឹងចំណែកឯងនេះមកវិញនៅពេលដែលលីអត់យាយបែបនេះគេគិតថាអានេះថគ្រាន់តែនិយាយលេងតែប៉ុណ្ណោះដូច្នេះគេបាននិយាយថាឯងកុំមកនិយាយលេងសើចអញ្ចឹងប្រញាប់ទៅជួបជាមួយនឹងលោកតាទៅហើយបើសិនជាឯងមិនជាយើងនោះទេឯងឆាប់ឡើងទៅលើវេះទៅច្បាស់ជាបានឃើញសពរបស់អ៊ំប្រមឹកហើយនិថលពិតជាមិនជឿពិតមែនដោយសារតែគេគឺទៅតែនឹងបានជួបគាត់មុននេះបន្តិចហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគឺគេមិនបានជួបជាមួយនឹងអ៊ំប្រមឹកតែម្នាក់ឯងនោះទេសូម្បីតែនីវែងនឹងក៏បានជួបជាមួយនឹងគេដែរតើអ៊ំប្រមឹកស្លាប់ដោយរបៀបណាទៅដូច្នេះគេគិតថានីម៉ាប់គ្រាន់តែនិយាយឡងសោជាមួយនឹងគេតែប៉ុណ្ណោះហើយគេក៏បានប្រញាប់រត់ទៅជួបជាមួយនឹងលោកតាព្រោះតែថាលោកតានឹងគឺចង់ជួបគេជាចាំបាច់ផងអញ្ចឹងគឺគេមិនបានទៅមើលសពរបស់អ៊ំប្រមឹកដូចជាអ្វីដែលនីម៉ាប់និយាយនោះទេព្រោះអីគេគិតថានេះម៉ាប់គ្រាន់តែបោកគេអញ្ចឹងហើយបានជាគេមិនខ្វល់ប្រញាប់រត់ទៅជួបជាមួយនឹងលោកតាវិញលុះដល់ពេលដែលគេឡើងទៅដល់គុតរបស់លោកតាហើយក៏បានធ្វើការក្រាបសំពះលោកតាដូចជាធម្មតាចំបានសួរនាំថាឯងទៅតែនឹងមកពីណាយើងរកឯងយូរមកហើយយើងរកឯងគឺដោយសារតែយើងចង់ឲ្យឯងនឹងទៅហៅជាងឈើមួយមកនៅក្នុងភូមិរបស់យើងឯណោះដើម្បីឲ្យគាត់ធ្វើមធ្យោមួយសម្រាប់អ៊ំប្រមឹកព្រោះតែអ៊ំប្រមឹកគឺទៅតែនឹងស្លាប់កាលពីល្ងាចមិញឯងមើលទៅហើយគេទៅតែនឹងប្រទះឃើញសពរបស់គាត់នៅក្បាលប្រលប់នេះឯងអញ្ចឹងហើយបានជាគេយកសពរបស់គាត់មកដាក់នៅក្នុងវត្តហើយដោយសារតែអ៊ំប្រមឹកគ្មានសាច់ញាតិបងប្អូនអញ្ចឹងគឺមានតែយើងជាអ្នករៀបចំធ្វើបុណ្យឲ្យគាត់តែប៉ុណ្ណោះធ្វើយ៉ាងម៉េចបើជីវិតរបស់មនុស្សគឺសង្ខាងមិនទៀងបែបនឹងហើយអញ្ចឹងជួយគ្នាបានប៉ុណ្ណាចេះតែជួយទៅចំណែកឯលោកតាមានសង្ការបែបនេះគេចាប់ផ្ដើមភ្ញាក់ព្រឺតអញ្ចឹងមានន័យថាអ្វីដែលនីម៉ាប់និយាយគឺពិតព្រោះតែគេទៅតែនឹងបានជួបជាមួយនឹងអ៊ំប្រមឹកមុននេះសោះប៉ុន្តែហេតុអ្វីបានជាគាត់ស្លាប់តាំងពីក្បាលប្រលប់មកម្លេះអញ្ចឹងអ្នកដែលគេបានជួបជាអ្នកណាគេទៅកំពុងតែអង្គុយគិតរហូតដល់លោកតាបានប្រាប់ឲ្យនីថនឹងប្រញាប់ទៅឲ្យលឿនទៅអាងនឹងប្រញាប់ត្រឡប់មកវិញព្រោះតែយប់នេះថគឺត្រូវជូរប៉ុណ្ណោះព្រោះនៅថ្ងៃស្អែកឡើងទើបសពរបស់គាត់ត្រូវបានធ្វើការបូជានៅពេលដែលលើលោកតាមានស្និទ្ធិការបែបនេះនីថរញាប់បដិសេធភ្លាមថាគេនឹងមិនដេកកំដរសពរបស់អ៊ំប្រមឹកនោះទេនៅពេលដែលលោកតាឃើញបដិសេធសភាពទឹកមុខដកស្លុតបែបនេះលោកតាសួរថាតើមានរឿងអ្វីបានជាមើលទៅឯងដូចជាមិនសិតស្រួលតតែសោះតែឯងមិនស្រួលខ្លួនឬក៏យ៉ាងណាមើលទៅមុខរបស់ឯងដូចជាភ័យមិចមិនដឹងនោះទេនាងថគេក៏បានរៀបរាប់ប្រាប់តាមដំណើរហើយរឿងទាំងអស់តាំងពីក្បាលប្រឡប់ដែលគេបានធ្វើកិច្ចការងារជាមួយនឹងវែងរហូតមកដល់គេបានជួបជាអ៊ំប្រមឹកនឹងគឺមកលេងសើចជាមួយនឹងគេថែមទៀតអញ្ចឹងប្រហែលជាស្រីរបស់គេធ្លាក់ចុះខ្លាំងហើយប៉ុន្តែមុនពេលដែលគេចូលទៅក្នុងភូមិដើម្បីជួបជាមួយនឹងជាងឈើសូមឲ្យជាងឈើជួយធ្វើសម្រាប់តាប្រមឹកលោកតាបានប្រាប់ឲ្យគេឆាប់ទៅយកទឹកមួយផ្ទើភ្លាមមកបន្ទាប់មកលោកតាក៏បានធ្វើការសូត្រនៅមុនគេថាដាក់ចូលទៅក្នុងទឹកនោះនិងយកធូបដុតគោគូហើយបន្ទាប់មកលោកតាក៏បានប្រោះទឹកនោះលើក្បាលរបស់នីថដើម្បីការពារកុំឲ្យគេត្រូវបានខ្មោចតាមលងនឹងយាយបន្តទៅទៀតចំណែកអានីថនៅពេលដែលលោកតាប្រោះទឹកមុនឲ្យគេរួចហើយគេរៀងមានអារម្មណ៍ថាជ្រះថ្លាជាងមុនបន្តិចហើយក៏មានថាមិនសូវជាខ្លាចហើយដោយការពីមុនទៀតដែលព្រោះតែគេគិតថាលើខ្លួនរបស់គេគឺសុទ្ធតែជាទឹកមុនរបស់លោកតាដូច្នេះគ្មានខ្មោចមកពីណាហ៊ានលើកបន្លាយគេទៀតនោះទេបន្ទាប់មកគេក៏បានប្រញាប់រត់ចូលទៅក្នុងភូមិធ្វើទៅតាមអ្វីដែលលោកតាបានបញ្ជាប៉ុន្តែមុនពេលដែលគេរត់ចូលទៅក្នុងភូមិគេក៏បានទៅជួបជាមួយនឹងនាវជាមុខថយប្រាប់បែបនេះទៀតគេគិតថានេថគ្រាន់តែនិយាយលីសើចជាមួយនឹងគេតែប៉ុណ្ណោះដាច់ខាតគឺនីវែងគឺគេមិនជឿអ្វីដែលនីថនិយាយនោះទេ
ទោះបីជាថបព្យាយាមអះអាងឬក៏ស្បត់យ៉ាងណាក៏ដោយក៏នាវែងគេមិនជឿដែរព្រោះអីគឺគេពិតជាបានឃើញអ៊ុំប្រមឹកបាននិយាយជាមួយនឹងពួកគេឡើងច្បាស់កាលពីមុននេះតើឲ្យគាត់ស្លាប់ដោយរបៀបណាទៅហើយដោយសារតែនាវមិនព្រមជឿនីថ្បាននិយាយថាបើសិនជាឯងមិនជឿយើងនោះទេចាំពេទ្យយើងទៅជួបជាមួយនឹងពូជជើងឈើឲ្យគាត់ជួយធ្វើមឈូសសម្រាប់អ៊ុំរមឹកហើយឯងឆាប់ចូលទៅក្នុងវត្តជាមួយនឹងយើងទៅនោះឯងនឹងឃើញច្បាស់ជាមិនខានបន្ទាប់មកគេក៏បានប្រញាប់រត់ទៅផ្ទះរបស់ពូជើងឈើឲ្យពូជើងឈើធ្វើមឈូសមួយបន្ទាប់ពីនឹងមកគេក៏បានប្រញាប់រត់ត្រឡប់មកវិញមកកាន់របស់នាវែងហើយគេក៏បាននាំនាវែងចូលទៅក្នុងវត្តទៅជាមួយនឹងគ្នាតែម្ដងនៅពេលដែលនាវែងចូលទៅដល់ក្នុងវត្តគឺពិតជាបានឃើញសាកសពរបស់អ៊ុំប្រមឹកពិតមែនសំបីតែនីថុលគេក៏ភ្ញាក់ផ្អើលដែរព្រឹកព្រោះតែអ្វីដែលគេបានឮគឺគេមិនទាន់បានឃើញសាកសពរបស់គាត់នោះទេហើយនៅពេលនេះពួកគេទាំងពីរនាក់គឺបានឃើញសាកសពដំណើរនឹងគ្នាអញ្ចឹងធ្វើឲ្យពួកគេទាំងពីរនាក់គិតថាពួកគេគឺពិតជាស៊ុយខ្លាំងមែនទែនថ្ងៃនេះបែរជាត្រូវបានខ្មោចលងរហូតដល់ទៅពីតង់ឯណោះប៉ុន្តែសំណាងល្អនីថុលគឺគេត្រូវបានលោកណាស្រោចទឹកឲ្យហើយដូច្នេះគេក៏មិនសូវជាខ្លាចអ្វីបន្តទៅទៀតដែរហើយនៅក្នុងយប់នេះនីថលបានបដិសេធសាដាច់ព្រោះតែគេមិនចង់ជួបជាមួយនឹងហេតុការណ៍នៃការលងបន្លាចទៀតនោះទេព្រោះឯកាលពីក្បាលប្រលប់នឹងគឺគេត្រូវបានខ្មោចលងភ័យស្ទើរតែគ្រប់គ្រាន់ទៅហើយដូច្នេះគេមិនចង់លួសប្រលឹងនៅពាក់កណ្ដាលយប់ទៀតនោះទេគេមិនទុកចិត្តសាកសពរបស់អ៊ុំប្រមឹកខ្លាចថាវិញ្ញាណរបស់គាត់នឹងលងបន្លាចគេម្ដងទីសពគឺមិនត្រូវបានទុកចោលដោយគ្មានមនុស្សយាមនោះទេយ៉ាងហោចណាក៏មានម្នាក់ឬក៏ពីរនាក់គ្រាន់តែដេកម្ដាយចំណែកអានីថគឺគេបានសុំលោកតាទៅគេងនៅផ្ទះរបស់នេះវិញព្រោះតែគេមិនចង់គេងនៅវត្តទេខ្លាចថានៅពេលដែលគេងនឹងគឺគេងមិនបានស្ងប់ណាមួយនៅផ្ទះរបស់នេះវិញក៏មានលោកតារបស់នេះវិញដែលជាលោកតាចារម្នាក់ចេះនៅវិជ្ជាមាគុំគ្រាន់តែអាចទប់ទល់ជាមួយនឹងវិញ្ញាណខ្មោចបានយ៉ាងហោចណាស់ក៏ធ្វើឲ្យគេរៀងកក់ក្ដៅនៅក្នុងចិត្តបន្តិចដែរដូច្នេះលោកតាក៏បានអនុញ្ញាតទៅតាមអ្វីដែលនេះថគេចង់បានហើយសេរីរបស់យើងក៏ត្រូវបានបញ្ចប់អមីនក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានសន្តាប់សាច់ទី1នេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមពុកម៉ែបងប្អូនយាយតាដែលបានស្ដាប់រឿងរន្ធត់មួយនេះរហូតដល់ទីបញ្ចប់ហើយសូមបងប្អូនពុកម៉ែយាយតាទាំងអស់សូមប្រកបមុខរបររកស៊ីជួញដូរផ្សេងសូមឲ្យជួបតែពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយហើយសូមជួយចុច Subscribe Like Share Follow Page និងចុចរូបកណ្ដឹងផងសម្រាប់បានស្ដាប់មុនគេពេល Admin ផុសនិងរាត្រីស្មើនេះ Admin សូមអរគុណនិងសូមជម្រាបលា